ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅថ្ងៃនេះបាទបងប្អូនដឹងទេថាឥឡូវនេះកម្មវិធី TikTok គេបានអាប់ដេតថ្មីហើយដើម្បីឲ្យបងប្អូនអរគ្នាអាចដឹងថា TikTok របស់បងប្អូននឹងមានជាប់ពមៀនអត់ឬក៏ជាប់ពមៀនវីដេអូណាមួយអញ្ចឹងបងប្អូនអាចវាឆែកមើលដល់ខ្លួនឯងតែម្ដងបាទអញ្ចឹងដើម្បីដឹងថាវីដេអូរបស់បងប្អូនមានជាប់ពមៀនឬក៏ account TikTok របស់បងប្អូនមានជាប់ពមៀនអ្វីខ្លះអញ្ចឹងបងប្អូនអាចចូលទៅក្នុងកម្មវិធី TikTok តែម្ដងបាទឥឡូវនេះខ្ញុំចូលទៅកាន់ TikTok របស់ខ្ញុំតែម្ដងបងប្អូនបន្ទាប់ពីបងប្អូនចូលមកដល់ TikTok មកបងប្អូនចុចទៅលើពាក្យថា TikTok Studio បងប្អូន TikTok Studio ដែលវាតាមអាប់ដេតថ្មីនៅខាងលើនេះបាទយើងចុចទៅលើ TikTok Studio នេះមកបាទអញ្ចឹងដល់ពេលដែលបងប្អូនចុចទៅលើពាក្យ TikTok Studio នេះមកបន្ទាប់មកវានឹងដើរមកដល់ចំណុចនេះចំណុចដែលមាន monetize អីពី3ដែល TikTok approve ឲ្យយើងរកលុយនៅស្រុកខ្មែរហ្នឹងបាទអញ្ចឹងបងប្អូនដើរមកក្រោមទៅទៀតមកបងប្អូននឹងឃើញកន្លែងមួយនេះកន្លែង more tool នេះ more tool វាដាក់ថា account check អញ្ចឹងបងប្អូនចុចទៅលើពាក្យ account check ហ្នឹងមកបាទបងប្អូនចុចទៅលើពាក្យ account check ហ្នឹងមកអញ្ចឹងវានឹង check ឲ្យបងប្អូនដោយស្វ័យប្រវត្តិតែម្ដងបាទឥឡូវវាបងឆែកបងប្អូនវាបងដើរនេះបងប្អូនមើលគ្រីសនេះគ្រីសខាងមុខពណ៌ខៀវនោះគឺមានន័យថា account យើងគឺអត់មានជាប់ពមៀនអីទេអញ្ចឹងវីដេអូរបស់ខ្ញុំអស់ហ្នឹងគឺអត់មានជាប់ពមៀនទេបងប្អូនគេវាថេចទៅរហូតបើសិនជាវីដេអូបងប្អូនជាប់ពមៀនវានឹងចេញសញ្ញាឧទានពណ៌ក្រហមបាទអញ្ចឹងវីដេអូខ្ញុំមករហូតហើយបងប្អូនចាំមើលតើមានជាប់ពមៀននៅកន្លែងណាមួយអត់បាទឥឡូវមកគ្រប់អស់ហើយអត់មានជាប់ពមៀនទេបន្ទាប់ពីตัวពិនិត្យឬក៏ឆែករួចហើយវានឹងដាក់ពាក្យថា account in good standing មានន័យថា account TikTok របស់ខ្ញុំគឺមិនមានការជាប់ពមៀននៅវីដេអូណាមួយឬក៏ពមៀនទៅលើ account ទេគឺ TikTok នេះគឺស្អាតល្អណាស់អត់មានជាប់ពមៀនអីបញ្ហាអីផ្សេងៗទេបាទអញ្ចឹងនេះគឺជាវិធី check មើលថាតើ TikTok យើងមានជាប់ការពមៀនរបស់ក្រុមហ៊ុនអត់បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ